skin Legend Leslie របានថ្មីមកដល់លយមែនតានហ្មងចឹងមកឡើងអំណាចលោកស្រីជំទាវហ្មងតែបើតាមមើលរូបរាងទៅដូចជានៅតែមានការអីច្រើនតែគាត់ថាគេបន្ថែមកៅអៅជាមួយនឹងរូបរាងអីវាកាន់តែ detail ជាងមុនចឹងណាប៉ុន្តែបើរូបរាងអីវាមានការអីច្រើនទេនៅតែធម្មតាហ្នឹងបើតាមមើលទៅអាហ្នឹងមិនមែនគេហៅថា revamp ទេបើ revamp អាហ្នឹងដូចជា lucky box របស់ Lunok ហ្នឹងបាន revamp ហ្មងដូររូបរាងទាំងស្រុងតែអានេះ automatic ទេ automatic ហ្នឹងគេថែមពណ៌កៅអៅឬក៏ថែម detail ឲ្យគេស្អាតជាងមុនចឹងណាហើយនៅក្នុងចំណោម skin Legend ទាំងអស់ខ្ញុំឃើញមាន skin Legend Leslie នឹងមួយដែរគេរីកូនច្រើនដែរគេថា skin ហ្នឹងវាអត់សូវស្អាតទេ skin Legend តែមើលទៅវារឿងធម្មតាអញ្ចឹងទៅគាត់ថាការរីកូនរបស់គេហ្នឹងក៏វាអត់ខុសដែរខ្ញុំមាន skin Legend Leslie នឹងដែរខ្ញុំលេងតែមានអារម្មណ៍ថាវាស្ពឹកតាពីវដែរហ្នឹងប៉ុន្តែបើតាម skin effect ដែលខ្ញុំកំពុងតែដាក់ឲ្យគ្នាយើងមើលហ្នឹងខ្ញុំមានអារម្មណ៍ថាដូចជាអត់មានកែទៅណាផងដូចនៅជាតតែហ្នឹងធម្មតាគាត់ថាថែមតិចតួចហ្នឹងតែនៅតែអត់ស្អាតដោយសារតែ skin Legend ចេញមកក្រោយៗនេះឡើងញាក់សាច់ហ្មង Fanny Legend Alpha Legend Lucas Legend តបតែ revamp ហ្នឹងចេញមកឡើងលយហ្មងមានសិតតែ2រូបរាង2ពណ៌ឲ្យតែពេល Leslie នេះឡើងធម្មតាអញ្ចឹងខ្ញុំសង្ឃឹមថាគេធ្វើអត់ទាន់ហើយចុះគេអាចនឹងកែវាទៀតតែដោយសារតែនៅក្នុងវីដេអូខ្ញុំមានអារម្មណ៍ថាវានៅច្រំតតែហ្នឹងហើយមែនទេវិញគឺជា skin collector សម្រាប់ខែ5បានទៅលើ Hero Elite ដែល Hero ហ្នឹងគឺជា main hero របស់ខ្ញុំហ្នឹងអ្នកនរគ្នាខ្ញុំចូលចិត្តលេង Hero ហ្នឹងខ្លាំងមែនតើហើយ skin ហ្នឹងគឺស្អាតមែនតើអញ្ចឹងហើយថ្ងៃ1ខែ5ហ្នឹងខ្ញុំប្រកាសជាដាក់យកភ្លាមៗហ្មងខ្ញុំអត់ចាំទុកបើកមួយថ្ងៃម្ដងអីទេហើយសម្រាប់ skin ហ្នឹងខ្ញុំគិតថាស្អាតខាងលើស្លាបរបស់វាជាមួយនឹងសក់មុខមាត់អីស្អាតមែនតើតែបើ support វិញរឿងច្រំបន្តិចនិយាយទៅស្លាបជាមួយនឹងមុខមាត់រូបរាងអីស្អាតតែបើ support វិញវា stir detail បន្តិចប្រហែលជា Mobile Legends ឲ្យលុយគេខ្វះហើយឥឡូវយើងទៅមើលនៅ skin effect វិញប៉ុន្តែមិនបាននៅក្នុង game ខ្ញុំមានអារម្មណ៍ថា skin ហ្នឹងទូចមកចាញ់ជាង skin Lucky Box ទៀត skin Lucky Box Hero ហ្នឹងឡើងធំហ្មងក្នុង game ប៉ុន្តែបើ skin ទី1វិញគេលយដាក់ទៅជាងមានបើហ៎ប៉ុន្តែជាមើល passive វិញ passive វិញមានអារម្មណ៍ថាស្អាតប៉ុន្តែស្ដាងពេកពណ៌ឡើងស្ដាងលហៀចឹងគេទី2ក៏ដែរមានអារម្មណ៍ថាវាថាពេកហើយជាមើល RT វិញ RT ដាក់ទៅដូចជា skin Lucky Box ចឹងគាត់ថាពណ៌ថាជាង Lucky Box ទៅ skin ហ្នឹងវាស្អាតតែប៉ុន្តែបើគិតជា skin collector តម្លៃវាពី 3000 ពេជ្រដែរប៉ុណ្ណឹងខ្ញុំគិតថាវានៅ stir ខ្លាំងមែនតើប៉ុន្តែគេលោផ្នែកគ្នាយើងមើលឃើញស្អាតមិនខ្ញុំមិនដឹងទេជួយ comment ប្រាប់ខ្ញុំម្នាក់វិញផងថាមើលទៅស្អាតអត់បើសម្រាប់ខ្ញុំគិតថាប៉ុណ្ណឹងនៅ stir Mobile Legends គួរតែកែបន្ថែមទាំង Leslie Legend ទាំង Elite Lucky Box ហ្នឹង